ប្រាសាទតាមាន់ធំនៅក្នុងទឹកដីខ្មែរទាំងស្រុងតែម្ដងបាទអានេះគឺជារូបភាពផែនទីពីផ្កាយណប់ដោយឡែកនេះជារូបភាពផែនទីដែលយើងដកស្រង់ចេញពីផែនទី L7017 មាត្រដ្ឋាន150,000ផលិតដោយនាយកដ្ឋានវវែងភូមិន្ទថៃហ្នឹងគឺប្រាសាទតាមាន់ធំឯនៅក្នុងដីរបស់ខ្មែរបាទដីរបស់កម្ពុជាឥឡូវនេះយោងតាមខ្សែព្រំដែនដែលយើងបានគូសចម្លងចេញពីផែនទីមាត្រដ្ឋាន1លើ200,000ដដែលហ្នឹងក្នុងសញ្ញាលេខ sector 4 ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រដែលយើងហៅថាបារាំងហៅថា Plan Indication Topographic ហ្នឹងក៏ដូចជាគំនុកខ្សែព្រំដែនដែលគូសជាឯកតោភាគីនៅលើផែនទី L7017 មាត្រដ្ឋាន1លើ50,000ផលិតដោយនាយកដ្ឋានវាស់វែងភូមិន្ទថៃបានឃើញច្បាស់ណាស់ថាប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាឥឡូវនេះខ្ញុំសូមបង្ហាញឲ្យជាក់ស្ដែងឲ្យច្បាស់នៅផែនទីបង្ហាញទីតាំងប្រាសាទនេះគឺទី1វាជារូបភាពផែនទីកាយណបដែលបង្ហាញទីតាំងប្រាសាទតាមាន់បាទដែលយើងអាចឃើញច្បាស់បាទឃើញច្បាស់ទីនៅប្រាសាទតាមាន់ធំខ្ញុំសូមជម្រាបដែរថាកន្លងមកនៅពេលដែលខ្ញុំបានបង្ហាញនៅខ្សែព្រំដែនក៏ដូចជាទីតាំងប្រាសាទខ្នាដោយប្រើរូបភាពកាយណបនេះមានមតិរបស់ថៃមួយចំនួនថាការបង្ហាញនេះมันមានសភាពល្អបាទគាត់លើកហេតុផលថារូបភាពនឹងវាតូចវាអីហ្នឹងណាបាទតែខ្ញុំសូមជម្រាបថាផ្កាយណបយើងអាចពង្រីកបង្រួមបានបាទដូចនៅក្នុង Google Map យ៉ាងយើងអាចពង្រីកមកយើងអាចឃើញប្រាសាទច្បាស់តែម្ដងនៅទីនេះគឺមានខ្សែក្រហមដែលជាខ្សែដែលយើងចម្លងចេញពីផែនទី1លើ200,000បាទហើយនឹងខ្សែពណ៌ខៀវដែលជាខ្សែដែលភាគីថៃបានគូសជាឯកតោភាគីហើយយើងយកមកដាក់មកទោះជាយ៉ាងណាក៏ដោយតាមថៃក៏ដោយគឺប្រាសាទតាមាន់ធំនៅក្នុងទឹកដីខ្មែរទាំងស្រុងតែម្ដងបាទអានេះគឺជារូបភាពផែនទីពីផ្កាយណប់ដោយឡែកនេះជារូបភាពផែនទីដែលយើងដកស្រង់ចេញពីផែនទី L7017 មាត្រដ្ឋាន150,000ផលិតដោយនាយកដ្ឋានវវែងភូមិន្ទថៃហ្នឹងគឺប្រាសាទតាមាន់ធំនេះនៅក្នុងដីរបស់ខ្មែរបាទដីរបស់កម្ពុជាបើយើងមើលទៅគឺខ្សែខៀវដែលជាខ្សែនៅលើផែនទីថៃនេះគឺតាមាន់ធំនៅក្នុងដីយើងទាំងស្រុងបាទទាំងស្រុងនេះជាអ្វីដែលថៃបានគូសក៏ប៉ុន្តែខ្ញុំសូមជម្រាបជូនថាការគូសដោយឯកតោភាគីរបស់ថៃនៅតំបន់ប្រាសាទតាមាន់នេះគឺមិនត្រឹមត្រូវទេយើងអាចពិនិត្យមើលអានេះជាប្លង់ Indication Topographic គឺប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុវាស់វែងរបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមបាទនៅឆ្នាំ1908នៅក្នុងនេះបានបង្ហាញច្បាស់ណាស់គឺប្រាសាទតាមាន់ធំស្ថិតក្នុងដីកម្ពុជានេះជាផុសតាងគឺជាសាក្សីដែលយើងអាចយកមកធ្វើជាអំណះអំណាងដើម្បីបង្ហាញអំពីអធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទតាមាន់ធំខ្ញុំសូមបញ្ជាក់ជូនម្ដងទៀតប្រាសាទតាមាន់ធំគឺស្ថិតក្នុងទឹកដីកម្ពុជាដោយយើងផ្អែកទៅលើផែនទីមាត្រដ្ឋាន1លើ200,000និងប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រយើងហៅប្លង់ Indication Topographic បាទដែលភាគីថៃនិងបារាំងហ្នឹងបានធ្វើបាទសៀមជំនាន់ហ្នឹងហើយនិងបារាំងបានចុះធ្វើការវាស់បកគោលនៅឆ្នាំ1908បាទជាមួយនេះជាថ្មីម្ដងទៀតក៏ខ្ញុំចង់បញ្ជាក់ជូនដែរថាកុំថាឡើយផែនទី L7017 ដែលថៃបានគូសនៅខ្សែព្រំដែនជាឯកតោភាគីនោះហើយបាននឹងប្រើប្រាស់កន្លងមកដោយខុសច្បាប់ក្នុងនោះក៏បានបង្ហាញថាប្រាសាទតាមាន់ធំក៏ស្ថិតនៅក្នុងទឹកដីខ្មែរទោះបីជាឥឡូវនេះថៃកំពុងតែធ្វើការប៉ុនប៉ងគូសវាសនៅខ្សែព្រំដែនថ្មីដើម្បី
ដាក់បញ្ចូលនៅតំបន់ឆ្លៀនពៀននិងការកាប់ដោយខុសច្បាប់ទៅក្នុងទឹកដីថៃនោះក៏ផែនទីទាំងនោះมันអាចនឹងចាត់ទុកថាជាផែនទីដែលមានតម្លៃនិងមានអានុភាពតាមផ្លូវច្បាប់ឡើយបាទ